មែនបងស្រឡាញ់អូនបងថាប់អូនបន្តិចមកដោយមុខរបស់នាងសតែដង្កូវហូបខ្ទុះសស្រាបានបងធ្វើតាមបានសិនលីអោទៅខាំច្រមុះជាប់សតែដង្កូវនៅខ្ទុះក្រអូបទេបងថាប់មាត់អូនមកថាប់មាត់អូនមកសិនលីសម្លឹងទៅមាត់រហែកឃើញដង្កូវធ្លាក់រត់ទៅធ្វើឲ្យគេទ្រាំមិនបានរត់ចេញទៅក្រៅហក់ពីលើសាលាទៅក្រោមត្រូវរត់ចេះមកនិងខ្វាក់ភ្នែកមួយជំហានជួយជើងខ្ញុំដៃខ្ញុំនាងពិតជាស្លាប់ដោយសារចងកពិតមែនដោយនាងចងនឹងខ្សែអាវទំនាប់របស់នាងនេះនាងបានស្លាប់ដោយមិនបានពាក់អាវក្នុងទេតែក៏គ្មានអ្នកណារំលោភនាងដែរសពនាងបានធ្វើកសលវិច័យទៅគឺស្លាប់5ថ្ងៃហើយតែសាកសពនេះអូនកាត់អីក្រែងយើងជាសងសានឹងគ្នាហើយតើអូននៅប្រកាន់ច្រើនម្ល៉េះតែនេះជាមេរៀនដល់ទេអញ្ចឹងអូនអត់បានស្រឡាញ់បងទេមែនទេបើអញ្ចឹងនិយាយបែកគ្នាទៅសាលីមិនបានបងធ្វើអញ្ចឹងដល់អូនហើយយំវាមានតែស្អីរឿងប៉ុណ្ណឹងសោះបងจะពាក់លុយពួកវាអូនជួយបងប៉ុណ្ណឹងមិនបានទេឬក៏ចង់ឲ្យពួកវាមកវាយតប់បងតែនេះហួសហាត់តិចហើយបងអូនជាសង្សារបងណារឿងគំនុំខ្មៅនាងម៉ារីជាសិស្សពូកែក្នុងសាលានាងតែងតែបានចំណាត់ថ្នាក់លេខ1មិនដែលរំលងមួយខែណាទេខែនេះចំណាត់ថ្នាក់លេខ1នៅតែជាម៉ារីដដែលអសាទរម៉ារីឯនេះពិតជាពូកែមែនមិនដែលធ្លាក់មកលេខ2ម្ដងណាសោះខ្លាំងមែនហើយបើធ្លាក់ចំណាត់ថ្នាក់មិនគេហៅថាម៉ារីទៅមិនដឹងជាស្អីពួកឯងទេខំតែរៀនទៅពូកែដែរហើយបើមួយថ្ងៃគិតតែពីនិយាយដើមគេនោះម៉ារីនិយាយត្រូវណាស់ហើយខ្ជិលនិយាយណាស់សិស្សពូកែគេនិយាយអីក៏ត្រូវដែរបើដឹងហើយខំនិយាយម៉េះឈឺណាគេមើលបើដឹងហើយខំនិយាយម្លេះឈឺអ្នកណាមើលអត់ទោះម៉ារីខ្ញុំអញអង្គុយញ៉ាំជាមួយផងបានទេអូមិនអីទេសិនលីអញអង្គុយញ៉ាំបានណាខ្ញុំមិនកំណាញ់ទេនិយាយអញ្ចឹងម៉ារីអត់មានមិត្តភក្តិទេបានជាមកអង្គុយញ៉ាំតែម្នាក់ឯងអញ្ចឹងខ្ញុំមិនសូវជារាប់អានមិត្តភក្តិច្រើនទេព្រោះថារវល់រហូតដែរនឹងតាមពិតទៅខ្ញុំមានរឿងអីទេអញប្រាប់ខ្ញុំបានណាខ្ញុំជាសិស្សរៀនមិនប្រកែកទេម៉ារីដឹងហើយក្នុងថ្នាក់ខ្ញុំរៀនបានលេខ10បាតតែម្ដងហើយមែនហើយខ្ញុំមិនសូវឃើញសិននេះចូលរៀនប្រហែលទេនោះក៏ដោយសារតែខ្ញុំមានបញ្ហាគ្រួសារខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់គ្រួសារខ្ញុំមិនដែលគ្រប់គ្រងខ្ញុំទេតើម៉ារីអាចជួយបង្រៀនខ្ញុំបានទេបើម៉ារីមិនចង់ក៏មិនអីដែរណាមិនអីទេខ្ញុំជួយបង្រៀនលោកបានណាកុំបារម្ភអីខ្ញុំមិនចង់ឃើញមិត្តរួមថ្នាក់ប្រឡងធ្លាក់ទេអូពិតជាល្អណាស់អញ្ចឹងខ្ញុំសូមរៀនជាមួយម៉ារីចាប់ពីថ្ងៃនេះទៅហើយណាចាបានតាពួកគេក៏បានចាប់ផ្ដើមរៀនជាមួយគ្នាជារៀងរាល់ថ្ងៃដោយសុនលីជាមនុស្សមិនសូវចូលចិត្តរៀនសូត្រនិងចូលចិត្តដើរលេងថ្ងៃនេះខ្ញុំដូចរៀងឈឺក្បាលណាតោះយើងចេញទៅដើរលេងបន្តិចទៅលេងនៅបារាយខ្ញុំជាអ្នកផេខ្ញុំទើបតែឃើញគេផុសឥឡូវស្អាតណាស់អូមែនទេខ្ញុំមិនបានដឹងទេម៉ារីចូលទៅ follow page របស់គាត់មួយទៅគាត់ផុសពីកន្លែងដើរលេងកម្សាន្តច្រើនមែនទែននៅក្នុងប្រទេសកម្ពុជាយើងនេះអូខេបានប៉ុន្តែខ្ញុំប្រាប់ម៉ាក់ខ្ញុំថាខ្ញុំទៅផ្ទះហើយនឹងថ្ងៃហ្នឹងតែឥឡូវខ្ញុំសុំតែមួយថ្ងៃទេណាឲ្យបាត់ឈឺក្បាលផងរៀនមកមួយអាទិត្យហើយមិនបានចេញទៅដើរលេងសោះខ្ញុំឡើង stress ខ្លាំងត្មងហើយណាម៉ារីណាសុំបងអញ្ចឹងក៏បានដែរចាំខ្ញុំខលទៅប្រាប់ម៉ាក់ខ្ញុំសិនកុំឲ្យម៉ាក់គាត់ចាំបាយនេះម៉ារីញ៉ាំសាច់នេះទៅអរគុណហើយណាអរគុណអីម៉ារីជួយខ្ញុំច្រើនសឹងអីប៉ណ្ណឹងមិនទាន់គ្រប់គ្រាន់ទេអូយមកម្នាក់ប្រុសនោះសង្ហាម្លេះអូយមិនហើយសង្ហាណាចាំមកឡើងស្រួចហ្មងមានគេសរសើរលោកច្រើនណាស់
អូឡើងសាំហើយស្រីតាមស្រឡាញ់ខ្ញុំតែអញ្ចឹង អូហូបន្ទាប់ពីដើរលេងពេញមួយថ្ងៃហើយសុនីបានធ្វើម៉ារីទៅផ្ទះអរគុណហើយណា បាទមិនអីទេ អូហូហើយមើលគេបានផ្កាទៀតថ្ងៃបនសង្សារអញ្ចឹងអត់បានផ្កាមិនកានសង្សារខ្ញុំណាសប្រាយតាំងពីព្រឹកហ្មងថែមទាំងឲ្យចិញ្ចៀនខ្ញុំទៀតផងសុនីដាក់កាន់ផ្កាចូលថ្នាក់រៀនមួយបាច់ធំឯងមើល ម៉ារីថ្ងៃនេះខ្ញុំមានរបស់ឲ្យម៉ារីសម្រាប់ការជួយខ្ញុំកន្លងមកនេះជាក្លាបដែលខ្ញុំធ្វើដោយផ្ទាល់ដៃជូនជាកាដូពិសេសសម្រាប់ម៉ារីក្នុងថ្ងៃ Valentine Day មិនសមតែដឹងខ្ញុំអៀនណាស់សុនីជាប្រុសសង្ហាជ្រមុះស្រួយថ្ពាល់ខូចបបោមាត់មានមុនស្នេហ៍ធ្វើឲ្យស្រីណាបានឃើញស្ទើរទប់ចិត្តស្រឡាញ់មិនបានទទួលទៅចាំនេះទៀតដល់ទទួលទៅហើយទទួលទៅ បាទអញ្ចឹងខ្ញុំទទួលហើយចាប់ពីពេលនោះមកម៉ារីនិងសុនីក៏ចាប់ផ្ដើមកាន់តែស្និទ្ធស្នាលដោយម៉ារីមិនធ្លាប់មានស្នេហាពីមុនមកទេនាងកាន់តែស្រឡាញ់សុនីខ្លាំងទៅអូនមិនចេះញ៉ាំស្រាទេបងកុំចឹងអីអូនថាមិនល្អទេ ញ៉ាំតែបន្តិចទៅមិនអីទេអូនបងញ៉ាំច្រើនជាងអូនញ៉ាំតែបន្តិចទៅអញ្ចឹង មួយកែវហើយមួយកែវទៀតសុនីបានបញ្ច្រកស្រាម៉ារីរហូតដល់នាងស្រវឹងគេក៏បានដឹកនាងទៅផ្ទះសំណាក់មិនបានធ្វើអញ្ចឹង អូនកាត់អីក្រែងយើងជាសង្សារនឹងគ្នាហើយតើអូននៅប្រកាន់ច្រើនម្ល៉េះ តែនេះយើងនៅរៀនដល់ឡើយទេ អញ្ចឹងអូនអត់បានស្រឡាញ់បងទេមែនទេបើអញ្ចឹងយើងបែកគ្នាទៅ ហើយសុនីក៏បានស្លៀកពាក់ជិះម៉ូតូចេញទៅទុកឲ្យម៉ារីនៅតែម្នាក់ឯងថ្ងៃនេះមិនឃើញសុនីមកសាលារៀនទេបងលើកទូរស័ព្ទអូនទេណាអូនមានរឿងនិយាយជាមួយបងថ្ងៃនេះម៉ារីមិនបានចូលរៀនទេគេបានដើរតាមរកសុនីតាមកន្លែងដែលគេចូលចិត្តទៅគេក៏បានទៅសួររកហ្វីលីមតែដឹងថាបងសុនីគាត់ចូលចិត្តទៅកន្លែងណាខ្លះទេខ្ញុំតាមរកគាត់ប៉ុន្មានកន្លែងហើយមិនឃើញគាត់សោះ អូអាសុនលីវាគ្មានតាណាទេវាតែងតែទៅចិត្ត Club Pub Street អង្គុយជក់ស៊ីសាអីនឹងឯង អរគុណហើយហ្វីលីមម៉ារីជិះម៉ូតូដល់មុខក្លឹមនាងបានដើរចូលទៅឃើញសុនីកំពុងអង្គុយអោបស្រីជក់បារីនៅនឹងសាឡុងសុនីមិនបានបងធ្វើអញ្ចឹងអូនខំតាមរកបងយូរណាស់បងដឹងអត់អូនបារម្ភពីបងណាមិនបានច្បងមកអោបស្រីនៅទីនេះទៅវិញ បងជាមនុស្សប្រុសណាមិនឲ្យអោបស្រីឲ្យបងទៅអោបមនុស្សប្រុសទើបវាមិនសមណាមួយអូនក៏មិនបានស្រឡាញ់បងដែរអូនខ្វល់អីខ្លាំងម្ល៉េះចេញទៅសិនទៅបងនិយាយជាមួយសង្សារបងតិច បានបងកុំនិយាយយូរពេកណាអូនចាំយ៉ាមីមួយនេះចង់ដណ្ដើមជាមួយអញផងបងឈប់ខាងអូនទៅណាអូនដឹងខុសហើយអូនកេងកាត់មកយប់ហើយអូនស្រឡាញ់បងអូនគួរតែស្ដាប់តាមបងអូនដឹងថាបងស្រឡាញ់អូនតែបងខឹងនឹងអូនបែបនេះ អូនដឹងអញ្ចឹងគឺល្អហើយត្រូវចាំថាបងស្រឡាញ់អូនទើបបងដេកជាមួយនឹងអូនណែផឹកមួយកែវទៅ តែអូន ចាំមិនទៀតហើយឬមួយក៏អូនមិនស្រឡាញ់បងទេ បានអូនផឹកអូនផឹងដាក់ទៀតណាដាក់មួយកែវទៀតណាអញ្ចឹងបានសំជាសង្សាររបស់បងល្អមែនដាក់ទៅអូនដាក់ទៅណែដាក់ទៅល្អមែនឆ្នាំគ្វីនេះសប្បាយណាស់អូនរំទៅអូនរំទៅអូនសប្បាយណាស់រំទៅបន្ទាប់ពីម៉ារីនាងស្រវឹងហើយគេក៏បានគ្រានាងយកទៅដេកនៅផ្ទះសំណាក់បន្ទាប់ពីដេកជាមួយនាងហើយគេបានខលទៅមិត្តរបស់គេ ឡូបងភីលុយដែលខ្ញុំជពាក់បងខ្ញុំកាត់កងបានទេណាហើយចុះឯងចង់កាត់កងជាមួយនឹងយើងយ៉ាងម៉េចថ្នាំរបស់យើងថ្លៃណាស់ឯងចង់កាត់ជាមួយនឹងយើងយ៉ាងម៉េចខ្ញុំមានសរសៃស្អាតម្នាក់
ឥឡូវកំពុងនៅផ្ទះសំណាក់បងកាត់លុយពាក់កណ្ដាលទៅជុំអានេះសាហាវណាស់តើយើងកំពុងទៅដាច់យូរផងយើងទៅដល់ហើយអញ្ចឹងហេឡូអាតង់គេបានតាក់ទងទៅមនុស្សប្រុស 3-4 នាក់ដែលគេចម្ពាក់លុយដើម្បីឲ្យគេមករំលោភម៉ារីជាការដោះដូរនឹងលុយចម្ពាក់សាលីមិនបានបងធ្វើអញ្ចឹងណាអូនហើយយំវាមានតែស្អីរឿងប៉ុណ្ណឹងសោះបងចម្ពាក់លុយពួកវាអូនជួយបងប៉ុណ្ណឹងមិនបានទេឬក៏ចង់ឲ្យពួកវាមកវាយតប់បងតែនេះហួសហេតុពេកហើយបងអូនជាសង្សារបងណាបងដឹងតាអូននេះជាសង្សាររបស់បងអូនកុំប្រកាន់ពេកអីទុកថាជួយបងទៅណាពីមួយថ្ងៃទៅមួយថ្ងៃម៉ារីចេះតែដើរលេងចូលក្លឹបផឹកជក់ជាមួយនឹងសុនលីផ្លេចការសិក្សានាងធ្លាក់ដល់បាតតារាងម៉ារីអ្នកគ្រូបានតាក់ទងទៅម៉ាក់ប្អូនហើយមិនក៏មួយរយៈនេះមិនចូលរៀនថែមទាំងការសិក្សាធ្លាក់បាតតារាងបែបនេះប្អូនគឺជាសិស្សពូកែម្នាក់ពីមុនមកកុំតាក់ទងប៉ាម៉ាក់ខ្ញុំអីអ្នកគ្រូគាត់មិនសូវបាននៅផ្ទះទេគាត់ខំធ្វើការណាស់ដើម្បីឲ្យខ្ញុំរៀនខ្ញុំមិនចង់ឲ្យគាត់ពិបាកចិត្តព្រោះខ្ញុំទៀតទេមិនអញ្ចឹងប្អូនត្រូវចូលរៀនឲ្យបានទៀងទាត់ឮទេចាអ្នកគ្រូអញគិតដូចជាយើងទេតាំងពីម៉ារីតាក់ទងជាមួយនឹងសុនលីមកណាគេរៀនខ្សោយសម្បំណាមិនសូវបានចូលរៀនទេមែននឹងហើយនឹងបានគេថាដើរតាមចោលកាត់ចោលមែនដើរតាមឃ្មុំឃើញផ្កាដើរតាមរួយឃើញអាចពាក្យស្លោកអីដូចឈួតអញ្ចឹងបានហើយឈប់សើចយំគេទៀតទៅខំរៀនទៅល្អជាងឈប់មិនទាន់ឈប់និយាយដើមគេទេនៅមានរឿងមួយទៀតដែលពួកឯងនឹងមិនទាន់ដឹងតាមពិតទៅសុនលីគេមានសង្សាររួចហើយគេកល្យានស្រីស្អាតប្រចាំថ្នាក់របស់យើងនេះនាងជាកូនអ្នកមានហើយរៀនក៏ប្រកែកទៀតគ្រាន់តែរៀនចាញ់ម៉ារីតែរហូតនឹងគេបានចំណាត់ថ្នាក់លេខ2រហូតដែរហ្នឹងហើយនិយាយមែនក៏អីឥឡូវនេះណាកល្យានបានលេខ1រហូតហ្នឹងតាំងពីម៉ារីធ្លាក់ចំណាត់ថ្នាក់ដល់បាត់តារាងទៅមែនតាតែយើងដឹងមិនច្បាស់ទេតាមនឹងទៅយើងក៏មិនដឹងដែរមួយរយៈធំដែលសុនលីតែងតែលក់សង្សារគេដើម្បីដោះដូរជាមួយនឹងលុយដែលគេជំពាក់បំណុលបងឈប់ឲ្យអូនទៅដេកជាមួយអ្នកផ្សេងទៀតបានអូនមិនចង់ធ្វើបែបហ្នឹងទៀតទេមិនហើយឬមួយក៏អូនឈប់ស្រឡាញ់បងហើយអត់ទេអូនមានរឿងប្រាប់បងដែរគឺហើយរឿងអីទៀតហើយមិនក៏រឿងច្រើនម្ល៉េះគឺអូនមានកូនហើយបងអូនគិតធ្វើយ៉ាងម៉េចទៅអូនថាម៉េចយើងមានកូនហើយតើត្រូវធ្វើយ៉ាងម៉េចយើងអាណាខ្ញុំមិនដឹងទេមិនដឹងជាកូនណាទេដោះស្រាយដោយខ្លួនឯងទៅដេកជាមួយគេមកកណ្ដោថាហើយគេក៏ងើបដើរចេញទៅអូនឈប់សិនបងមិនបានជិះនិយាយពាក្យបែបហ្នឹងម៉ារីឈប់ម៉ូតូចាំសុនលីចេញពីរៀនគេឃើញសុនលីជិះឡានជាមួយនឹងកល្យាននាងជិះម៉ូតូមកឈប់ពីមុខឡានសុនលីក៏ដើរចេញពីឡានមកហើយយ៉ាងម៉េចនាងចង់ថាខ្ញុំដល់ណាខ្ញុំធុញនឹងមនុស្សស្រីធន់ដូចជានាងនេះណាខ្ញុំជួបច្រើនមកហើយតាមខ្ញុំមិនលែងឬក៏ចង់ឲ្យខ្ញុំប្រើធွာក្តៅអូនគ្មានអ្វីទេតែនេះបងក៏បោះបងអូនបានទេអូនសុំបោះបងណាអូនក៏មិនហ៊ានទៅផ្ទះដែរអូនគ្មានអ្នកណាទៀតទេពេលនេះអូនមានតែបងទេកុំបោះបងអូនអីណែបានហើយកុំមកកំសត់នេះទីនេះអីចេញទៅយើងមិនមែនជាមណ្ឌលកំព្រាចិញ្ចឹមអ្នកទីតគ្មានទីជំរកទេបងចង់ឲ្យអូនទៅណាបើគ្មានបងបើមិនដឹងទៅណាទេឆាប់ទៅងាប់ទៅយើងប្រាប់នាងឲ្យត្រង់ទៅចុះយើងមិនដែលស្រឡាញ់មនុស្សស្រីមុខដូចជានាងអញ្ចឹងទេសង្សាររបស់យើងគឺកល្យានជាស្រីស្អាតហើយជាអ្នកមានទៀតតែនាងមិនសប្បាយចិត្តតែរៀនចាញ់មនុស្សស្រីដូចជានាងនេះដូច្នេះហើយកល្យានក៏បានរកផ្លូវធ្វើយ៉ាងម៉េចឲ្យនាងរៀនធ្លាក់ពីតារាងលេខ1យល់នៅប៉ុណ្ណឹងឈប់ឈួតទៀតទៅខ្ញុំស្អាតប៉ុណ្ណឹងដែរតែស្រឡាញ់ស្រីដូចជានាងអញ្ចឹងចេញពីផ្លូវខ្ញុំទៅសុនលីក៏បានឡើងជិះឡានចេញទៅជាមួយកល្យានបាត់ទៅសុនលីអូនធ្លាប់ប្រាប់ថាស្រឡាញ់អូនណាអូនធ្វើគ្រប់យ៉ាងដើម្បីបងអស់ហើយសុនលីតាំងពីពេលនោះមកមិនមាននរណាម្នាក់បានជួបនឹងម៉ារីទៀតទេគ្នាយើងមាននរណាម្នាក់បានជួបនឹងម៉ារីទេម្ដាយឪពុកនាងបានតាក់ទងមកថាមិនឃើញនាងចូលផ្ទះមួយអាទិត្យហើយស្រាប់តែរំពេចនោះមានស្ទើរស្រីម្នាក់បានរត់ចូលមកក្នុងថ្នាក់
អ្នកគ្រូខ្ញុំបានដាក់កាត់បន្ទប់ទឹកដែលគេទុកចោលនោះមានក្លិនស្អុយភាយចេញមកក្រៅមានសត្វអីងាប់នៅក្នុងនោះទេដឹងហើយនៅទីណាទៅគ្រូនិងសិស្សនាំគ្នាទៅមើលបន្ទប់ទឹកនោះអូយស្អុយខ្លាំងម្ល៉េះមានខ្មោចងាប់ទៅដឹងអត់ស្អុយយ៉ាងនេះអូយបបាក់ដល់មិនឲ្យស្អុយខ្លាំងណាស់បន្ទោម៉ារីតាមានរឿងអីទៅសាកសពនាងម៉ារីត្រីរមស្អុយរលួយភាយចេញទឹករងៃក៏ចងស្ទើរតែដាច់ទៅហើយជាមួយនឹងសម្លៀកបំពាក់សាលាសាមដាច់ទឹកខ្លាញ់ស្អុយនាងពិតជាស្លាប់ដោយសារចងកពិតមែនដោយនាងចងនឹងខ្សែអាវទំនាប់របស់នាងនេះនាងបានស្លាប់ដោយមិនបានពាក់អាវក្នុងទេតែក៏គ្មានអ្នកណារំលោភនាងដែរសពនាងបានធ្វើកសលវិច័យទៅគឺស្លាប់5ថ្ងៃហើយតែសាកសពនេះមានផ្ទៃពោះ3ខែហើយណាចាលោកប៉ូលីសគ្មានអ្នកណាម្នាក់ដឹងទេព្រោះតែនៅក្នុងបន្ទប់ទឹកនេះត្រូវបានបិទចោលមិនឲ្យសាណាប្រាទេអញ្ចឹងហើយគ្មានអ្នកណាចូលខ្ញុំសោកស្ដាយណាស់នាងជាសិស្សប៉ូកែម្នាក់មិនគួរបែបនេះសោះបានមកនេះទេអញ្ចឹងយើងនឹងបញ្ជូនសាកសពឲ្យទៅកាន់គ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណីមួយអាទិត្យក្រោយមកគិតទៅណាអាណិតម៉ារីណានាងជាសិស្សប៉ូកែម្នាក់មិនគួរធ្លាក់ខ្លួនបែបនេះសោះតែអាណិតនាងធ្វើអីកាន់នៅរៀនណានាងប៉ូកែធ្វើរឹកណាមិនបានចាឯងនិយាយអញ្ចឹងនាងមិនមែនជាមនុស្សបែបហ្នឹងទេមនុស្សយ៉ាងម៉េចវិញអញនិយាយមើលទៅសុភាពទេតែងាប់ទៅមានកូននឹង3ខែហើយមកកលញ៉ាំនិយាយស្រាប់តែតឡាំបាច់អណ្ដាតធ្លាក់មកចេញក្រៅម្នាក់នាំគ្នារត់ទៅហៅគ្រូឲ្យមកជួយនាងដឹកនាងទៅពេទ្យម៉ោង12សិស្សសាលានាំគ្នាចេញពីសាលាអស់ហើយនៅតែកល្យាននិងសុនលីកំពុងនៅក្នុងថ្នាក់ស្ងាត់តែពីរនាក់បងនិយាយមែនបងស្រឡាញ់អូនខ្លាំងណាស់ឲ្យបងថើបន្តិចទៅអូនសម្លាញ់កុំមើលបងកុំមាត់មើលនៅឲ្យស្ងៀមអត់មានមនុស្សទេគេចេញទៅផ្ទះអស់ហើយឲ្យបងធ្វើអីក៏ព្រមដែរណាចុះបាទអូនឲ្យបងស្លាប់ជាមួយអូនបានទាំងអស់អូននិយាយខ្មាញ់មិញទីឮសំឡេងដូចសំឡេងម៉ារីអូនអត់បាននិយាយអីផងម៉ាបងសុំថាប់មួយណាកល្យានងាកមកប្រែទៅជាសັບនាងម៉ារីទៅវិញម៉ារីបងកាត់អីបងចេញទៅអូនកល្យានទេនាងម៉ារីវាស្លាប់បាត់ហើយបងសុនលីឃើញនាងកល្យានទៅជាម៉ារីសាច់ដាក់គេបងចង់ទៅណាកុំមកតាមយើងនេះម៉ារីកុំមកតាមយើងគេនាងឯងស្លាប់ដោយខ្លួនឯងទេយើងមិនបានធ្វើស្អីនាងទេណាមកពីនាងឯងនឹងងដោយខ្លួនឯងទេអូនទេបងគឺអូនទេអូនក៏យ៉ាងសង្សាក់បងណានាងម៉ារីគិតតាពីដើរចូលទៅរកសុនលីដល់ក្លិនស្អុយរលួយភ្នែកធ្លាក់មួយចំហៀងមាត់រយៈដល់ត្រចៀកមុខសុទ្ធតែខ្ទុះហូរកាន់គិតថាអញខ្លាចមែននេះស៊ីមកអីទេសុនលីក្រាបមកលើកកៅអីឈើទៅវាយនឹងកល្យានវាយហើយវាយទៀតយកទៅនេះយកទៅខ្មោចក៏អញមិនខ្លាចដែរនេះគេកាន់តែឯងស្លាប់ម្ដងទៀតទេសម្លឹងមកគេសាច់កាន់តែខ្លាំងអូនឈឺណាស់បងវាយអូនតែតែងបានហើយព្រោះខ្លាចសង្សារបងយំបងកុំអូនកល្យានសុំលីវាយនាងកល្យានរហូតស្លាប់បាក់ឆ្អឹងតិចធូរមានភ្នែកចេញមកក្រៅកល្យានអញប្រាប់ហើយឲ្យវាយតែតែងព្រោះខ្លាចសង្សារអញយំឃើញទេស្លាប់មួយប៉ាន់សុំលីគេព្យាយាមរត់ចេញទៅក្រៅរត់ទៅមុខតែនៅតែក្នុងសាលាដដែលដល់លេងខ្ញុំទៅខ្ញុំដឹងខុសហើយឲ្យខ្ញុំធ្វើអីក៏ព្រមដែរបងថាស្រឡាញ់អូនបងធ្លាប់ប្រាប់អូនមែនបងស្រឡាញ់អូនបងថាប់អូនបន្តិចមកដោយមុខរបស់នាងសត្វតែដំកូវហូបខ្ទុះសស្រាក់
បងធ្វើតាមបាន សិនលីអាចទៅខាំច្រមុះជាប់សតែដង្កូវនៅខ្ទួយក្រអត់ទេបងខាប់មាត់អូនណាខាប់មាត់អូនណាសិនលីសម្លឹងទៅមាត់រហែកឃើញដង្កូវធ្លាក់រហូតទៅធ្វើឲ្យគេទ្រាំមិនបានរត់ចេញទៅក្រៅហក់ពីលើសាលាទៅក្រោមត្រូវរត់ចេញមុននិងខ្វាក់ភ្នែកមួយជំហានជួយជើងខ្ញុំដៃខ្ញុំជើងក៏ត្រូវបានជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យដល់ពេលហើយជនល្មើសចោទប្រកាន់ពីបទសម្លាប់មនុស្សព្រោះប្រច័ណ្ឌនិងប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយទីបំផុតសុនលីត្រូវបានបាក់ដៃបាក់ជើងនិងខ្វាក់ភ្នែកមួយចំហៀងក្រោយពីចេញពីមន្ទីរពេទ្យត្រូវបានប៉ូលីសចាប់ដាក់ខ្នោះសូមថ្លែងអំណរគុណដល់អ្នកទស្សនាសូមជួយចុច like ចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទផលិតរឿងនិទានខ្មែរ